listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកពីរដ្ឋធានី Washington ខ្ញុំបាទហេងសកលសូមជម្រាបសួរលោកអ្នកនាងកញ្ញាទាំងអស់ជាទីមេត្រីខ្ញុំបាទសេកបណ្ឌិតក៏សូមជម្រាបសួរអស់លោកអ្នកកញ្ញាអ្នកស្ដាប់ទាំងអស់ជាទីគោរពរាប់អានយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃពុធ5កើតខែអាសាឍឆ្នាំរកានុបស័កពុទ្ធសករាជ2561ត្រូវនៅថ្ងៃទី28ខែមិថុនាគ្រិស្តសករាជ2017បាទជាដំបូងនេះសូមអញ្ជើញអស់លោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលមានមេត្តាដូចតទៅគោជបបដិសេធរបាយការណ៍ថាមានការបំផិតបំភ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់តុលាការក្រុងភ្នំពេញចេញដីកាកោះហៅប្រធានប្រតិបត្តិគណៈបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញបំភ្លឺករណីអំពើហិង្សារបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ2017របស់ក្រសួងការបរទេសអាមេរិកថារដ្ឋាភិបាលកម្ពុជាមិនទាន់គោរពពេញលេញតាមបទដ្ឋានដើម្បីលុបបំបាត់អំពើជួញដូរមនុស្សនៅឡើយពលរដ្ឋខ្មែរនៅឯនាយសមុទ្រគ្រោងធ្វើពិធីបុណ្យខួប1ឆ្នាំរំលឹកគុណបណ្ឌិតកែមលីរួមនឹងព័ត៌មានមួយចំនួនទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទសេកបណ្ឌិតសូមជូនព័ត៌មានពិស្ដាគណៈកម្មាធិការជ្រៀបចំការបោះឆ្នោតហៅកាត់ថាគោជបសម្ដែងការសោកស្ដាយចំពោះការវិយតម្លៃអវិជ្ជមានមួយចំនួនអំពីដំណើរការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4កន្លងមកនេះសេចក្តីថ្លែងការណ៍របស់គោជបផ្សាយការពីថ្ងៃទី27ខែមិថុនាម្សិលមិញបញ្ជាក់ថាការវិយតម្លៃទាំងនោះគ្មានព្រឹត្តិការណ៍ជាក់ស្ដែងមកឆ្លុះបញ្ចាំងការពិតទៅលើទស្សនវិជ្ជាបច្ចេកទេសដែលបានបញ្ញត្តិនៅក្នុងច្បាប់បោះឆ្នោតនិងបទបញ្ជាព្រមទាំងនីតិវិធីរបស់គោជបដែលអាចធ្វើឲ្យសាធារណជនយល់ច្រឡំទៅលើដំណើរការនិងលទ្ធផលនៃការបោះឆ្នោតគោជបលើកឡើងថាអ្នកបោះឆ្នោតចំនួនជាង 90% បានចេញទៅបោះឆ្នោតប្រកបដោយទឹកមុខរីករាយគ្មានការបំផិតបំភ័យនិងគ្មានការភ័យខ្លាចឡើយសេចក្តីថ្លែងការណ៍បន្តថាបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី4ខែមិថុនាមតិជាតិនិងអន្តរជាតិបានវិយតម្លៃថាការបោះឆ្នោតប្រព្រឹត្តទៅដោយរលូនសុខសន្តិភាពនិងមានភាពល្អប្រសើរជាងការបោះឆ្នោតមុនគោជបមតិជាតិនិងអន្តរជាតិយល់ឃើញស្របគ្នាថាគ្មានការបោះឆ្នោតណាមួយរៀបចំឡើងបានល្អឥតខ្ចោះ 100% នោះទេបើទោះបីជាក្នុងប្រទេសអភិវឌ្ឍក៏ដោយប្រតិកម្មរបស់គោជបនេះធ្វើឡើងបន្ទាប់ពីបន្ទប់ស្ថានភាពបោះឆ្នោតដែលជាបណ្ដុំនៃអង្គការសង្គមស៊ីវិលជាង40ស្ថាប័នបានចេញរបាយការណ៍វិតម្លៃតាក់ទងនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថាมันមានលក្ខណៈសេរីខ្វះយុត្តិធម៌និងរដ្ឋបិទសេរីភាពចំណែកគណៈបក្សសង្គ្រោះជាតិវិញក៏បានចេញសេចក្តីថ្លែងការណ៍ដែរថាការបោះឆ្នោតឃុំសង្កាត់នេះមិនបានបំពេញលក្ខខណ្ឌពេញលេញតាមគោលការណ៍នៃការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌នោះឡើយបើទោះបីជាគណៈបកប្រឆាំងទទួលស្គាល់ថាការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតការចុះឈ្មោះនិងការចុះបញ្ជីបេក្ខជនមានលក្ខណៈល្អប្រសើរនិងមានភាពវិជ្ជមានជាងមុនក៏ដោយគណៈបកសង្គ្រោះជាតិចាត់ទុកបរិយាកាសនយោបាយមុនការបោះឆ្នោតមានបញ្ហាជាច្រើនដូចជាការគៀបសង្កត់គណៈបកសង្គ្រោះជាតិនិងការរារាំងមិនឲ្យលោកសំរងស៊ីចូលរួមនៅក្នុងការបោះឆ្នោតការវាយអ្នកតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចោទប្រកាន់និងឃុំខ្លួនមន្ត្រីគណៈបកសង្គ្រោះជាតិមន្ត្រីសិទ្ធិមនុស្សអ្នកវិភាគបញ្ហាសង្គមនិងសកម្មជនដីធ្លីជាដើមបាទលោកនាងកញ្ញាជាទីមេត្រីរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ2017របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកចេញផ្សាយកាលពីថ្ងៃទី27ម្សិលមិញរកឃើញថារដ្ឋាភិបាលកម្ពុជានៅមិនទាន់គោរពបានពេញលេញទៅតាមបទដ្ឋានអបបរិមាដើម្បីលុបបំបាត់អំពើជួញដូរមនុស្សបាននៅឡើយទេរបាយការណ៍នេះបន្តរក្សាដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាលេខ2ដដែលពលគឺដូចគ្នាកាលពីឆ្នាំ2016កន្លងទៅបញ្ហាចម្បងមួយចំនួនដែលរដ្ឋាភិបាលកម្ពុជានៅមិនទាន់បំពេញតាមបទដ្ឋានអបបរិមារួមមានរដ្ឋាភិបាលខកខានមិនបានស៊ើបអង្កេត
ផ្ដន់ទាទោសឬកាត់ទោសមន្ត្រីផ្សំគំនិតរបស់ខ្លួនដែលបានប្រព្រឹត្តអំពើពុករលួយនិងរួមចំណែកឲ្យមានអំពើជួញដូរមនុស្សក្នុងវិស័យជាច្រើនជាពិសេសនៅក្នុងចំណោមក្រុមប្រជាពលរដ្ឋងាយរងគ្រោះបន្ថែមពីលើនេះទៀតតុលាការកម្ពុជានៅតែបន្តបិទបញ្ចប់សំណុំរឿងនានាពាក់ព័ន្ធនឹងអំពើជួញដូរភេទក្រោយពីមានការដោះស្រាយជាលុយកាក់ជំនួសឲ្យការកាត់ទោសដាក់ពន្ធនាគាររបាយការណ៍ក៏បានគូសបញ្ជាក់ផងដែរថារដ្ឋាភិបាលនៅមិនទាន់បានចេញគោលការណ៍ណែនាំអនុញ្ញាតឲ្យប្រើប្រាស់បច្ចេកទេសស៊ើបអង្កេតសម្ងាត់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅឡើយក្រសួងការបរទេសសហរដ្ឋអាមេរិកបានស្នើឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ផ្ដន់ទាទោសអំពើជួញដូរមនុស្សនិងកាត់ទោសឧក្រិដ្ឋជនជួញដូរផ្លូវភេទនិងកម្លាំងពលកម្មឲ្យបានតឹងរ៉ឹងបំផុតដោយត្រូវរាប់បញ្ចូលទាំងមន្ត្រីសមគំនិតនានារបស់ខ្លួនផងដែរបាទលោកនាងជាទីមេត្រីសាលាដំបងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យប្រធានប្រតិបត្តិរបស់គណៈបកសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញលោកម៉នផល្លាទៅបង្ហាញខ្លួននៅអធិការខណ្ឌមានជ័យមុនថ្ងៃទី17ខែកក្កដាដើម្បីសាកសួរករណីហិង្សាលើយុវជនម្នាក់កាលពីថ្ងៃទី18ខែឧសភាឆ្នាំ2017ដីកានោះចេញដោយព្រះរាជអាជ្ញារងអមសាលាដំបងរាជធានីភ្នំពេញលោកសៀងសុកកាលពីថ្ងៃទី27ខែមិថុនាឆ្នាំ2017បាទកាលពីថ្ងៃទី28ខែឧសភាកន្លងទៅមានយុវជនម្នាក់ដែលអះអាងថាជាជនរងគ្រោះបានចោទសកម្មជនគណៈបកសង្គ្រោះជាតិថាបានព្រួតវាយធ្វើបាបរូបគេដែលបានបើកម៉ូតូឆ្លងកាត់ក្បួនហែបៈក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់យុវជនម្នាក់នោះបានដាក់ពាក្យប្តឹងក្រុមអ្នកគាំទ្រគណៈបកសង្គ្រោះជាតិទៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យអាស៊ីសេរីមិនទាន់អាចតាក់ទងលោកម៉នផល្លាដើម្បីបញ្ជាក់ជុំវិញរឿងនេះបាននៅឡើយកាលពីថ្ងៃទី27ខែមិថុនាអាស៊ីសេរីបាទចំណែកនៅឯខេត្តកំពង់ឆ្នាំងឯនោះវិញជនជាតិចាម8គ្រួសារនៅក្នុងស្រុកសាមគ្គីមានជ័យត្រូវបានថ្នាក់ដឹកនាំសាសនារបស់ខ្លួនគៀបសង្កត់កាន់តែខ្លាំងក្នុងការគោរពប្រតិបត្តិសាសនាដោយសារនិន្នាការនយោបាយខុសគ្នាតំណាងជនជាតិចាមទាំង8គ្រួសារគ្រោងជួបជាមួយនឹងមន្ត្រីធម្មការស្រុកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្រុកមួយដើម្បីស្វែងរកដំណោះស្រាយនៅថ្ងៃទី30ខែមិថុនាខាងមុខនេះបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកចិនចេថាអ្នកភូមិដំណាក់ព្រីងនៃឃុំស្វាយជុកដែលមានជនជាតិចាមប្រមាណ200គ្រួសារក្នុងនោះមាន8គ្រួសារកំពុងស្វែងរកការសម្របសម្រួលកុំឲ្យមានការរើសអើងពួកគេក្នុងការប្រតិបត្តិសាសនារួមគ្នាតំណាងជនជាតិចាមម្នាក់ដែលមាននិន្នាការទៅរកគណបកប្រឆាំងអះអាងថាអ្នកដែលមិនគាំទ្រគណបកកាន់អំណាចត្រូវថ្នាក់ដឹកនាំសាសនាក្នុងភូមិនេះចាត់ទុកដូចជាមនុស្សក្រៅសង្គមឬជាមនុស្សក្រៅសាសនាអ៊ីស្លាមអនុប្រធានចលនាខ្មែរអ៊ីស្លាមខេត្តកំពង់ឆ្នាំងរបស់គណបកសង្គ្រោះជាតិលោកស៊ីនសុវណ្ណថ្លែងនៅថ្ងៃទី27ខែមិថុនាថារូបលោកនិងជនជាតិចាម5នាក់ផ្សេងទៀតមិនអាចជួបជជែកលេងជាមួយអ្នកជិតខាងក្នុងភូមិដូចមុនឡើយដោយពួកគេដើរចេញនិងមិនហ៊ាននិយាយរកព្រោះខ្លាចថ្នាក់ដឹកនាំសាសនារករឿងដើម្បីគៀបសង្កត់ទាំងការគោរពសាសនានិងសេរីភាពនយោបាយវាគឺប៉ុណ្ណឹងមនុស្សដែលមានការជឿចាប់ទៅច្រើនទៅហើយអ្នកដែលបំពេញអ្នកធ្វើបាបនៅខាងផ្លូវកាយផ្លូវចិត្តខាងសាសនានេះប្រជាពលរដ្ឋមិនមែនមានតែ7 8គ្រួសារហ្នឹងទេវាច្រើនណាស់គាត់តែគេអត់ចេញមុខបាទគេចេញមុខខ្លះគឺចេញទៅ8គ្រួសារនេះឯងតាមតួនេះវាជាសាសនាដៃស្ដាំហើយជាម៉ែជាឪឲ្យប្រជាពលរដ្ឋយើងនៅក្នុងភូមិនឹងមិនត្រូវបដិញ្ញកូនចៅចេញពីគ្រួសារខ្លួនឯងកូនចៅទៅណាទៅមិនចង់ឲ្យមានអារម្មណ៍ដាប់ហ្នឹងចង់ឲ្យរស់នៅដោយសាមញ្ញធម្មតាដូចពីមុនមកកុំឲ្យមានការរើសអើងអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះពីប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តកំពង់ឆ្នាំងលោកសលៀងបានទេនៅថ្ងៃទី27ខែមិថុនាដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួលប៉ុន្តែលោកធ្លាប់ប្រាប់ថានឹងចាត់ឲ្យមន្ត្រីចុះស៊ើបអង្កេតនិងដោះស្រាយបញ្ហានេះតាក់ទងបញ្ហានេះដែរអ្នកដឹកនាំសាសនិកអ៊ីស្លាមម្នាក់នៅភូមិដំណាក់ព្រីងលោកម៉ាត់ម៉ៅដែលរងការចោទថារើសអើងជនជាតិចាមដូចគ្នាក្នុងការប្រតិបត្តិសាសនាដោយសារមាននិន្នាការគាំទ្រគណបកនយោបាយខុសគ្នានោះបញ្ជាក់ថាលោកគ្រាន់តែចង់ឲ្យជនជាតិចាមទាំងអស់ចេះរួបរวมគ្នាមិនត្រូវបែកឆ្វេងនិងបែកបាក់គ្នានោះទេគាត់ចូលមកតាមបានអត់ខ្ញុំថាចូលតែខ្លួនមកចិត្តយើងទៅណាក៏បានដែរគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ីស្លាមកម្ពុជាលោកអុកញ៉ាសុសកំរីបដិសេធមិនអត្ថាធិប្បាយជុំវិញបញ្ហានេះទេដោយលោកប្រាប់ថាកំពុងជាប់រវល់និងមិនទាន់ដឹងរឿងរួចក៏ចុចផ្ដាច់ទូរស័ព្ទ
តំណាងជនជាតិចាមលោកស៊ីនសវណ្ណបញ្ជាក់ថាការរើសអើងគ្នាដោយមិនបើកទូលាយឲ្យអ្នកគាំទ្រគណបកប្រឆាំងប្រតិបត្តិសាសនានៅក្នុងវិហារឬរើសអើងក្នុងការប្រស្រ័យទាក់ទងគ្នារវាងអ្នកភូមិដែលកើតចេញពីការគាំទ្រគណបកខុសគ្នានេះបានកើតជាបញ្ហាធ្ងន់ធ្ងរសម្រាប់ជនជាតិចាមនៅភូមិដំណាក់ព្រីងចាប់តាំងពីមុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4ឆ្នាំ2017ខ្ញុំបាទចិនជេថាអាស៊ីសេរីពីខេត្តកំពង់ឆ្នាំងបាទសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានចាប់ខ្លួនអតីតចៅសង្កាត់រងទី2នៃសង្កាត់លេខ1ក្រុងព្រះសីហនុមកពីគណៈបកសង្គ្រោះជាតិយកទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តមន្ត្រីសង្គមស៊ីវិលប្រចាំខេត្តនេះកំពុងតែអង្កេតតាមដានទៅលើការចាប់ខ្លួននេះថាតើអាចមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយឬក៏យ៉ាងណាបាទលោកដែនអយុធ្យារាយការណ៍ព័ត៌មាននេះភរិយាអតីតចៅសង្កាត់រងទី2នៃសង្កាត់លេខ1ក្រុងព្រះសីហនុគឺលោកស្រីសំសារ៉ាត់ផ្ដល់សម្ភារតាមទូរស័ព្ទឲ្យអាស៊ីសេរីដឹងថាស្វាមីរបស់គាត់មានឈ្មោះឆាយរតត្រូវកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាប់បញ្ជូនខ្លួនទៅឃុំក្នុងពន្ធនាគារកាលពីព្រឹកថ្ងៃអង្គារទី27ខែមិថុនាលោកស្រីមិនទាន់ដឹងថាសមត្ថកិច្ចចាប់ខ្លួនស្វាមីចោទពីបទអ្វីឲ្យពិតប្រាកដនោះទេប៉ុន្តែលោកស្រីបញ្ជាក់ថាទំនោរជាអាចជាប់ពាក់ព័ន្ធបណ្ដឹងរបស់តុលាការនាពេលកន្លងទៅដែលបានប្តឹងចោទស្វាមីលោកស្រីថានៅពីក្រោយបទល្មើសញុះញង់ឲ្យប្រជាពលរដ្ឋចូលទៅកាប់រៀនដីព្រៃរដ្ឋហាមឃាត់នៅតំបន់រក្សាប្រភពទឹកស្អាតក្បាលឆាយលោកស្រីសំសារ៉ាត់ឲ្យដឹងទៀតថានៅរសៀលថ្ងៃទី27ខែមិថុនាដដែលនេះលោកស្រីនឹងចូលទៅជួបមន្ត្រីពន្ធនាគារដើម្បីស្នើសុំជួបមុខស្វាមីសួរនាំអំពីការចាប់ឃុំខ្លួនបណ្ដោះអាសន្នមានទីតាំងនៅតាមផ្លូវចូលទៅរមណីយដ្ឋានក្បាលឆាយបញ្ហាគឺមានតែរឿងព្រៃឈើចាប់គាត់ពីបទញុះញង់គេកន្លែងគាត់ចេញមកជួបប្រជាពលរដ្ឋនៅម្ដុំសង្កាត់លេខ1នៅខាងក្រោយចិត្តក្បាលឆាយអាស៊ីសេរីមិនអាចសុំការបំភ្លឺបន្ថែមជុំវិញការចាប់ខ្លួនលោកឆាយរតអតីតចៅសង្កាត់រងទី2សង្កាត់លេខ1ពីប្រធានប្រតិបត្តិគណៈបកសង្គ្រោះជាតិប្រចាំខេត្តព្រះសីហនុលោកសុកសវ៉ាតបានទេនៅរសៀលថ្ងៃទី27ខែមិថុនាដោយទូរស័ព្ទរបស់លោកទាំងពីរខ្សែបានបិទចំណែកលោកជួនរិនស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថាសមត្ថកិច្ចពិតជាបានចាប់ខ្លួនអតីតចៅសង្កាត់រងទី2នៃសង្កាត់លេខ1ពិតមែនកាលពីព្រឹកថ្ងៃអង្គារទី27ខែមិថុនាប៉ុន្តែលោកថាការចាប់ខ្លួននេះគឺកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានអនុវត្តទៅតាមដីកាបង្គាប់របស់សាលាដំបងខេត្តព្រះសីហនុដែលចេញឲ្យចាប់ឃុំខ្លួនជនសង្ស័យរូបនេះដាក់ពន្ធនាគារប៉ុន្តែលោកជួនរិនមិនបានបញ្ជាក់ការចាប់ខ្លួននេះពាក់ព័ន្ធបទចោទអ្វីឲ្យពិតប្រាកដនោះទេយើងអត់ដឹងថារឿងអីផងយើងអត់បកតាមដីកាទេបញ្ជូនទៅពន្ធនាគារពេលចេញដីកាបង្គាប់ឲ្យចាប់នឹងនាំខ្លួនទៅអាស៊ីសេរីមិនទាន់អាចតាក់ទងមន្ត្រីនាំពាក្យសាលាដំបងខេត្តព្រះសីហនុដើម្បីបញ្ជាក់ទៅលើដីកាឃុំខ្លួនលោកឆាយរតថាតើមានជាប់ពាក់ព័ន្ធបទចោទអ្វីឲ្យពិតប្រាកដបានទេតាមទូរស័ព្ទនៅរសៀលថ្ងៃអង្គារទី27ខែមិថុនាអ្នកសម្របសម្រួលសមាគមអាត60ប្រចាំខេត្តព្រះសីហនុអ្នកស្រីជាបសុធារីបានឲ្យដឹងថាអ្នកស្រីកំពុងតាមដានទៅលើករណីចាប់ខ្លួនអតីតចៅសង្កាត់រងទី2នៃសង្កាត់លេខ1លោកឆាយរតមកពីគណៈបកសង្គ្រោះជាតិនេះដើម្បីឲ្យប្រកាសថាមានជាប់ពាក់ព័ន្ធបទចោទអ្វីឲ្យពិតប្រាកដឬមួយក៏ជារឿងមានជាប់ពាក់ព័ន្ធនយោបាយព្រោះបុគ្គលរូបនេះគឺជាមន្ត្រីមូលដ្ឋានសង្កាត់លេខ1របស់គណៈបកសង្គ្រោះជាតិប៉ុន្តែសម្រាប់អាណត្តិទី4នេះលោកឆាយរតមិនត្រូវបានថ្នាក់លើរបស់ខ្លួនដែលឲ្យឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4នេះទេដោយសាររូបលោកមានជាប់បណ្ដឹងនៅប្រព័ន្ធតុលាការទាក់ទិនបញ្ហានេះមន្ត្រីសង្គមស៊ីវិលនិងប្រជាពលរដ្ឋភាគច្រើនរស់នៅខេត្តព្រះសីហនុបានរិះគន់ថាបើការចាប់ខ្លួនលោកឆាយរតអតីតចៅសង្កាត់រងទី2នៃសង្កាត់លេខ1មកពីគណៈបកសង្គ្រោះជាតិដាក់ពន្ធនាគារតាក់ទងមិនដឹងចោទពីបទញុះញង់ឬនៅពីក្រោយបទល្មើសកាប់បំផ្លាញព្រៃឈើរដ្ឋហាមឃាត់នៅតំបន់ក្បាលឆាយពិតមែននោះក៏គួរតែតុលាការឬផ្នែកពាក់ព័ន្ធជួយដាក់ពាក្យបណ្ដឹងមន្ត្រីមានឋានៈខ្ពស់មានតួនាទីជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុមកពីគណៈបកប្រជាជនកម្ពុជានៅក្នុងតំណែងរាល់ថ្ងៃនេះដាក់ពន្ធនាគារដើម្បីឲ្យស្មើភាពគ្នាព្រោះមន្ត្រីរូបនេះក៏មានជាប់ពាក់ព័ន្ធបទល្មើសរំលោភយកដីព្រៃកាស្យារបស់រដ្ឋសម្រាប់រក្សាប្រភពទឹកស្អាតនៅតំបន់ក្បាលឆាយអស់ជាច្រើនហិកតាហើយថែមទាំងបានពុះជ្រៀកជាលូលក់ដូរបន្តយ៉ាងអនាធិបតេយ្យដោយបានបំផ្លាញព្រៃឈើខ្ទេចគ្មានសល់នាពេលកន្លងមកប៉ុន្តែគ្មានសមត្ថកិច្ចពីស្ថាប័នពាក់ព័ន្ធណាមួយមានដូចជាមន្ទីរបរិស្ថានមន្ទីរកសិកម្មនិងស្ថាប័នខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុចុះស្រាវជ្រាវដាក់ពាក្យបណ្ដឹងទៅកាន់តុលាការឲ្យចាត់ការតាមនីតិវិធីនោះទេកន្លងមក
ខ្ញុំដែរនាយកជាអាស៊ីសេរីខេត្តព្រះសីហនុបាទព័ត៌មានតទៅនឹងគណៈបកប្រឆាំងនេះដែរព្រឹទ្ធសភានឹងបើកកិច្ចប្រជុំនៅថ្ងៃទី29ខែមិថុនាខាងមុខដើម្បីពិភាក្សាលើសំណើរបស់គណៈបកសំរងស៊ីដែលសូមដាក់បេក្ខភាពថ្មីជំនួសលោកហុងសុខហួរគណៈបកសំរងស៊ីបានស្នើសូមដាក់អ្នកស្រីគុណលំអងបច្ចុប្បន្នជាប្រធានចលនាស្ត្រីគណៈបកសង្គ្រោះជាតិនិងជាភរិយារបស់លោកហុងសុខហួរដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារឲ្យទទួលយកតំណែងជំនួសប្តីរបស់អ្នកស្រីបាទសូមស្ដាប់សេចក្តីរាយការណ៍របស់អ្នកស្រីសុជីវីអ្នកនាំពាក្យព្រឹទ្ធសភាបញ្ជាក់ថាបេក្ខភាពថ្មីត្រូវស្វែងរកសម្លេងគាំទ្រភាគច្រើនដាច់ខាតឬ 50+1 ក្នុងចំណោមសមាជិកព្រឹទ្ធសភាដើម្បីទទួលបានសេចក្តីទុកចិត្តនិងអនុម័តពីកិច្ចប្រជុំរបស់ព្រឹទ្ធសភាអ្នកនាំពាក្យព្រឹទ្ធសភាលោកមុំប៊ុននាងបញ្ជាក់ថាពុំមានបញ្ហាប្រទាំងប្រទើសណាមួយឡើយចំពោះដំណើរការស្នើសុំរបស់គណៈបក្សសំរងស៊ីនេះលោកថាកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាកាលពីព្រឹកថ្ងៃទី27ខែមិថុនាបានសម្រេចលើកយកបញ្ហានេះទៅដាក់ជារបៀបវារៈនៃកិច្ចប្រជុំព្រឹទ្ធសភានៅថ្ងៃទី29ខាងមុខមាន51គ្រប់គ្រងទៅលើសមាជិកភាពទាំង61រូបនោះអាហ្នឹងទើបបានទទួលបានការសម្រេចបើសិនជាគាត់រកសម្លេងមិនបានទេអាហ្នឹងគឺតាមច្បាប់គឺត្រូវបដូរសមាជិកទៀតទៅលោកហុងសុខហួរបានលាលែងពីសមាជិកព្រឹទ្ធសភាកាលពីខែកុម្ភៈឆ្នាំ2017គឺមានរយៈពេលជាង1ឆ្នាំក្រោយពេលដែលរូបលោកត្រូវចាប់ឃុំខ្លួននៅពន្ធនាគារលោកត្រូវបានចៅក្រមសាលាដំបងរាជធានីភ្នំពេញបានទាទោសដាក់ពន្ធនាគារចំនួន7ឆ្នាំកាលពីថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2016ក្រោមបទចោទចំនួន3ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជាវៀតណាមតុលាការក្រុងភ្នំពេញបានចេញដីកាឃុំខ្លួនរូបលោកកាលពីថ្ងៃទី14ខែសីហាឆ្នាំ2015គឺក្នុងរយៈពេល2ថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបញ្ជាឲ្យចាប់ខ្លួនទាំងលោកនៅមានអភ័យឯកសិទ្ធិដោយចោទប្រកាន់លោកហុងសុខហួរថាក្បត់ជាតិដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមឆ្នាំ1979ថាជាសន្ធិសញ្ញារំលាយព្រំដែននៃប្រទេសទាំងពីរតែតើនៅករណីស្នើដាក់អ្នកស្រីគុណលំអងជំនួសស្វាមីនេះអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយលោកសូចន្ទាមើលឃើញថាហាក់ពុំមានអ្វីជាក្តីបារម្ភនោះទេបើទោះបីជាត្រូវការសម្លេង 50+1 យ៉ាងណាក្តីយើងមើលទៅរាល់កិច្ចប្រជុំទាំងអស់មិនដែលមានករណីនៃការខ្ទាស់មិនឲ្យសមាជិកភាពស្នើដោយគណៈបកសម័យនោះខ្លាយជាសមាជិកព្រឹទ្ធសភានោះទេប៉ុន្តែអ្វីដែលយើងពិនិត្យមើលដល់ចោលបញ្ហានោះគឺអាចតំណែងទួនាទីជាប្រធានគណៈកម្មការទៅវិញទេបាទការនៅជាសមាជិកព្រឹទ្ធសភាលោកហុងសុខហួរក៏ជាសមាជិកនៃគណៈកម្មការទី10នៃព្រឹទ្ធសភាដែរករណីនេះប្រធានស្ដីទីនៃគណៈបក្សសំរងស៊ីលោកទាវវណ្ណុលមានប្រសាសន៍ដែរថាដើម្បីទទួលបានសុពលភាពសមាជិកព្រឹទ្ធសភាអ្នកស្រីគុណលំអងមិនចាំបាច់ទាល់តែមានសម្លេងគាំទ្រ 50+1 ឡើយប៉ុន្តែអ្នកស្រីនឹងត្រូវការសម្លេងនេះនៅពេលដែលចូលរួមជាសមាជិកនៃគណៈកម្មការទី10របស់ព្រឹទ្ធសភាតែគាត់នៅជាសមាជិកព្រឹទ្ធសភាធម្មតាគាត់មិនបាច់ត្រូវការបោះឆ្នោតអីទៀតទេ 50+1 ហ្នឹងទេតែបើគាត់ចង់ចូលទៅក្នុងគណៈកម្មការទី10ដែលជាតំណែងរបស់អាដាមហុងសុខហួរហ្នឹងគាត់ត្រូវតែមានការយល់ព្រមពីសភាពេញអង្គ 50+1 អ្នកស្រីគុណលំអងមានវ័យជាង50ឆ្នាំអ្នកស្រីមិនខុសពីស្វាមីដែរគឺមានសញ្ជាតិបារាំងអ្នកស្រីបានចូលឈ្មោះជាបេក្ខជនតំណាងរាស្ត្រឲ្យគណៈបក្សសង្គ្រោះជាតិដែលឈរនៅលេខរៀងទី7នៅមណ្ឌលតាកែវក្នុងការបោះឆ្នោតជាតិអាណត្តិទី5កាលពីឆ្នាំ2013នាងខ្ញុំសុជីវីអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីគណៈបកប្រជាជនកម្ពុជានៅថ្ងៃពុធទី28មិថុនានេះរំលឹកខួបអនុស្សាវរីយ៍66ឆ្នាំនៃការបង្កើតគណៈបកសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពិស្ដារអំពីប្រវត្តិនៃគណៈបកកាន់អំណាចនាពេលបន្តិចទៀតនេះបាទលោកនាងកញ្ញាកំពុងតាមដានស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington ប្រជាពលរដ្ឋខ្មែរនៅឯក្រៅប្រទេសគ្រោងធ្វើពិធីបុណ្យខួបគម្រប់1ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិតកែមលីនៅប្រទេសអូស្ត្រាលីសហគមន៍ខ្មែរនៅទីក្រុង Adelaide នឹងធ្វើពិធីនេះនៅថ្ងៃសុក្រទី7ខែកក្កដារីឯនៅទីក្រុង Melbourne រដ្ឋ Victoria មានវត្តខ្មែរចំនួន5នឹងរួមគ្នារៀបចំពិធីបុណ្យខួបនេះនៅថ្ងៃអាទិត្យទី9ខែកក្កដាចំណែកនៅឯសហរដ្ឋអាមេរិកឯនេះវិញប្រជាពលរដ្ឋខ្មែរនៅរដ្ឋ Marylandជាប់នឹងរដ្ឋធានី Washington នឹងរៀបចំពិធីបុណ្យនេះនៅវត្តពុទ្ធការាមហៅវត្ត Maryland នៅថ្ងៃអាទិត្យទី9ខែកក្កដាលោកតឹងយ៉ាប់តំណាងអ្នករៀបចំពិធីនៅវត្ត Maryland បញ្ជាក់ប្រាប់ថាបុណ្យនេះ
ធ្វើរួមគ្នាជាមួយនឹងមហាសន្និបាតខ្មែរនៅឯនាយសមុទ្រដែលអញ្ជើញអ្នកដឹកនាំខ្មែរមកពីរដ្ឋផ្សេងៗដើម្បីមកជជែកគ្នាអំពីរឿងប្រយោជន៍ខ្មែរគោលបំណងធំនោះយើងមកទំនុកវិញ្ញាណក្ខន្ធរបស់គាត់ពីព្រោះគាត់ជាអ្នកខ្លះខ្មែរមួយជួយសង្គមខ្មែរជាខ្មែរមួយផ្នែកអាជាតិហើយបើសិនជាបងប្អូនចង់ចូលថវិកាជួយទៅក្រុមគ្រួសារលោកកំឡីហើយនឹងធ្វើសកម្មភាពបន្តរបស់លោកកំឡីយើងនឹងស្វាគមន៍បាទចំណែកឯពលរដ្ឋខ្មែរនៅក្រុង Lowell រដ្ឋ Massachusetts ឯនោះវិញក៏គ្រោងនឹងប្រារព្ធពិធីនេះនៅថ្ងៃអាទិត្យទី16ខែកក្កដានៅភោជនីយដ្ឋានសានិដាលោកម៉ាន់សារុនតំណាងឲ្យអ្នកចាត់ចែងពិធីបុណ្យចាត់ទុកលោកបណ្ឌិតកែមលីជាមនុស្សដែលគួរឲ្យគោរពនិងចងចាំជានិច្ចគោលបំណងគឺថាយើងរំលឹកដល់គុណកិត្តិដែលគាត់ធានលះបង់ជីវិតលះបង់ស្តុកគ្រប់ដើម្បីជាតិហ្នឹងហើយម្ល៉េះហើយយើងមិនអាចបំភ្លេចគាត់បានទេយើងត្រូវតែធ្វើបុណ្យតបស្នងផ្ទាំងគុណមួយឆ្នាំជូនគាត់ហ្នឹងដើម្បីខ្ញុំយកថវិកាទៅបាំងស្គលនៅធ្នូគាត់ហើយនឹងជូនដល់ម្ដាយគាត់បើថវិកាហ្នឹងបានក្រាស់ក្រែលខ្ញុំបាទនឹងយកទៅជូនដល់ភរិយាហើយនឹងកូនរបស់គាត់បាទលោកបណ្ឌិតកែមលីត្រូវបានប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកជាច្រើនចាត់ទុកថាជាវីរបុរសតំណាងឲ្យការទាមទារសិទ្ធិប្រជាពលរដ្ឋលោកជាអ្នកវិភាគស្ថានភាពសង្គមនិងនយោបាយដែលឥតសំចៃមាត់និងហ៊ានរិះគន់ប្រព័ន្ធដឹកនាំប្រទេសរបស់គណបកប្រជាជនកម្ពុជានិងការគ្រប់គ្រងចំនួនធំរបស់គ្រួសារត្រកូលហ៊ុនលោកគឺជាបុគ្គលចុងក្រោយដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី10ខែកក្កដាឆ្នាំ2016នៅក្នុងហាងលក់ទំនិញ Star Mart ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចជិតស្តុបបូកគោខណ្ឌចំការមនរាជធានីភ្នំពេញគិតចាប់ពីថ្ងៃបាញ់ប្រហាររហូតមកទល់នឹងពេលនេះគឺមានជនសង្ស័យតែម្នាក់គត់ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងរឿងក្តីនេះបាទលោកនាងកញ្ញាជាទីមេត្រីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលើកឡើងថាសំណើរបស់វៀតណាមដែលស្នើឲ្យកម្ពុជាកុំឲ្យក្រុមអមិត្តឬអ្នកទី3ប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងនឹងវៀតណាមនោះគឺជាសិទ្ធិរបស់វៀតណាមចំណែកអ្នកតាមដានព្រឹត្តិការណ៍នយោបាយយល់ថាកម្ពុជាគួរប្រកាន់ជំហរច្បាស់លាស់នៅក្នុងការឆ្លើយតបទៅវៀតណាមដើម្បីបញ្ជាក់ថាកម្ពុជាជារដ្ឋឯករាជ្យនិងមានកិច្ចសហប្រតិបត្តិការល្អជាមួយនឹងប្រទេសជិតខាងបាទលោកប្រាជេវរាយការណ៍ព័ត៌មាននេះទាំងមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីរដ្ឋសភាសុទ្ធតែអះអាងថាសំណើរបស់វៀតណាមស្នើឲ្យកម្ពុជាការពារកុំឲ្យក្រុមអមិត្តឬអ្នកទី3ប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងវៀតណាមនោះជាសិទ្ធិរបស់វៀតណាមប៉ុន្តែពួកគេមិនទាន់បញ្ជាក់ថាភាគីកម្ពុជានឹងឆ្លើយតបយ៉ាងណាចំពោះការលើកឡើងរបស់វៀតណាមនោះឡើយអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផាននិយាយថានេះជាកិច្ចការទូទៅរបស់វៀតណាមដែលលើកឡើងក្នុងនាមជាប្រទេសជិតខាងក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិលោកថាកម្ពុជាតែងតែស្នើទៅភាគីវៀតណាមដូចគ្នាទៅនឹងវៀតណាមបានលើកឡើងក្នុងពេលនេះយ៉ាងណាក៏ដោយចុះលោកថាវៀតណាមអាចលើកជាសំណើបានបើជាការបង្គាប់បញ្ជាវៀតណាមគ្មានសិទ្ធិបញ្ជាមកកម្ពុជាឲ្យធ្វើអ្វីមួយបាននោះឡើយមានរឿងបទបញ្ជាមកគឺកម្ពុជាមិនទេអត់ទេទៅជាការស្នើការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាដូចនេះក្រោយពេលមានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជាចុះថ្ងៃទី26ខែមិថុនាបញ្ជាក់ថាភាគីវៀតណាមស្នើទៅប្រធានរដ្ឋសភាកម្ពុជាលោកហេងសំរិនក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមកាលពីចុងសប្តាហ៍មុនវៀតណាមស្នើកម្ពុជាឲ្យរក្សាសន្តិសុខតាមព្រំដែនឲ្យបានហ្មត់ចត់ដើម្បីបង្ក្រាបអំពើរត់ពន្ធអក្រិតកម្មឆ្លងដែននិងការពារក្រុមអមិត្តឬអ្នកទី3ប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងវៀតណាមយ៉ាងណាក៏ដោយចុះលោកផៃស៊ីផានមិនទាន់ដឹងថាកម្ពុជាឆ្លើយតបបែបណាទៅភាគីវៀតណាមនៅឡើយទេប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភាលោកឈៀងវុននិយាយថាអ្វីដែលវៀតណាមលើកឡើងជាបញ្ហារួមរវាងកម្ពុជានិងវៀតណាមលោកថាបើបញ្ហានេះកើតឡើងដោយវៀតណាមស្នាមមែននោះនឹងធ្វើឲ្យកម្ពុជានិងវៀតណាមជួបបញ្ហាជាពិសេសនៅតំបន់ព្រំដែនលោកឈៀងវុនថាកម្ពុជាមិនទាន់ឆ្លើយតបជាផ្លូវការទៅកាន់ភាគីវៀតណាមនៅឡើយទេហើយចម្លើយបែបណាក៏លោកមិនអាចប្រាប់បានដែរដោយលោកលើកឡើងថានេះជាកិច្ចការរបស់រដ្ឋាភិបាលខាងរបស់យើងគឺចង់ហ៊ានជាមួយយើងឲ្យបានគ្រប់ទៅតាមធម្មនុញ្ញនៃប្រទេសសហគមន៍អាស៊ានយ៉ាងណាក៏ដោយចុះអ្នកនាំពាក្យក្រសួងការបរទេសលោកជុំសន្តិរីប្រាប់ថាសំណើរបស់វៀតណាមដែលធ្វើតាមរយៈដំណើរទស្សនកិច្ចប្រធានរដ្ឋសភាដូចនេះជាកិច្ចការងាររបស់រដ្ឋសភាលោកមិនអាចឆ្លើយបំភ្លឺបានទេតែតងការឆ្លើយតបរបស់កម្ពុជាទៅភាគីវៀតណាមនេះអ្នកជំនាញអភិបាលកិច្ចនិងវិជាសាស្ត្រនយោបាយលោកបណ្ឌិតច័ន្ទវិបុលយល់ថារដ្ឋាភិបាលកម្ពុជាគួរឆ្លើយតបទៅភាគីវៀតណាមតាមគោលការណ៍ច្បាប់ក្នុងនាមជារដ្ឋឯករាជ្យដោយគោរពតាមគោលការណ៍សិទ្ធិមនុស្សហើយត្រូវស្ថិតក្នុងជំហររក្សាកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ
លោកបណ្ឌិតច័ន្ទវិបុលថាលោកមើលមិនឃើញថាប្រទេសកម្ពុជាមានចលនាប្រឆាំងរដ្ឋាភិបាលវៀតណាមទេប៉ុន្តែលោកថាកម្ពុជាត្រូវការសិទ្ធិរបស់ខ្លួនដែលជាជនជាតិដើមក្នុងប្រទេសវៀតណាមដែលមានន័យថាគឺពលរដ្ឋខ្មែរក្រៅដែលកំពុងរស់នៅប្រទេសវៀតណាមព្រោះបារាំងកាត់ដីឲ្យវៀតណាមនោះគឺវៀតណាមត្រូវគោរពសិទ្ធិពួកគេក្នុងនាមជាជនជាតិដើមខ្ញុំមិនបានឃើញសញ្ញាណាមួយនៃការធ្វើបដិវត្តសញ្ញាណាមួយនៃការផ្ដួលរំលំរដ្ឋាភិបាលហើយសញ្ញាណាមួយដែលជាបញ្ហាបង្កើតនៅវិធានសនាផ្សេងៗខ្ញុំឃើញតែមានចលនាមួយគឺស្វែងរកការគោរពសិទ្ធិមនុស្សសំណើរបស់វៀតណាមដែលស្នើឲ្យកម្ពុជាកុំឲ្យក្រុមអមិត្តឬអ្នកទី3ប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងវៀតណាមនោះធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាបានរំលឹកខួបបាត់បង់ទឹកដីលើកទី68កាលពីថ្ងៃទី24ខែមិថុនានៅរាជធានីភ្នំពេញហើយនៅថ្ងៃទី26ខែមិថុនាសហគមន៍ខ្មែរកម្ពុជាក្រោមបានស្នើទៅរដ្ឋសភាតាមរយៈញត្តិដើម្បីស្នើសុំបញ្ចូលថ្ងៃទី4ខែមិថុនាជាទិវាជាតិខ្ញុំប្រាជ្ញាអាស៊ីសេរីភ្នំពេញប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្រីក្រទាំងនៅក្នុងទីក្រុងភ្នំពេញនិងនៅតាមជនបទស្នើឲ្យរដ្ឋាភិបាលបង្កើតមូលនិធិសម្រាប់ទ្រទ្រង់អ្នកក្រីក្រនិងរកវិធីធ្វើយ៉ាងណាឲ្យអ្នករស់នៅក្នុងសហគមន៍ក្រីក្រទទួលបានលំនៅឋានសមរម្យសម្រាប់រស់នៅសង្គមស៊ីវិលយល់ថារដ្ឋាភិបាលមានលទ្ធភាពធ្វើតាមសំណូមពររបស់ប្រជាពលរដ្ឋក្រីក្របានប្រសិនបើរដ្ឋាភិបាលបោសសម្អាតអំពើពុករលួយធំៗនៅថ្នាក់ជាតិបានបាទលោកវ៉ាន់វ៉ាន់ដេតរាយការណ៍ព័ត៌មាននេះតំណាងសហគមន៍ប្រឡាយទឹកក្នុងខេត្តព្រៃវែងអ្នកស្រីផនសារ៉េតប្រាប់ថាមូលហេតុដែលបណ្ដាលឲ្យពលរដ្ឋនៅក្នុងសហគមន៍កាន់តែក្រីក្រប្រឈមជីវភាពរស់នៅកាន់តែខ្លាំងដោយសារកត្តាអ្នកសហគមន៍គ្មានមុខរបរគ្មានដីសម្រាប់រស់នៅសមាជិកក្នុងគ្រួសារកាន់តែកើនឡើងគ្មានផ្ទះសម្រាប់រស់នៅនិងខ្លះទៀតមានផ្ទះតូចៗរស់នៅតែគ្មានឯកសារច្បាប់ច្បាស់លាស់ចេញពីអាជ្ញាធរគួរតែរាជរដ្ឋាភិបាលនិងស្ថាប័នដែលពាក់ព័ន្ធលំនៅឋានយកចិត្តទុកដាក់ដល់សហគមន៍អ្នកក្រីក្រឲ្យមានឱកាសទទួលបាននូវសុវត្ថិភាពនិងលំនៅឋានសមរម្យសូមបន្តការអនុវត្តគោលនយោបាយគាំពៀនដល់អ្នកក្រីក្របន្ថែមទៀតសំណូមពរដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុគួរយកចិត្តទុកដាក់ផ្ដល់នូវឥណទានដែលមានអត្រាការប្រាក់ទាបសម្រាប់សហគមន៍អ្នកក្រីក្ររយៈពេលពី5ឆ្នាំទៅ10ឆ្នាំគួរមានមូលនិធិជាតិសម្រាប់ផ្នែកលំនៅឋានអ្នកក្រីក្រការស្នើសុំរបស់សហគមន៍ក្រីក្រនេះធ្វើឡើងនៅក្នុងពិធីវេទិកាលំនៅឋានថ្នាក់ជាតិដើម្បីគាំទ្រការមានលំនៅឋានសមរម្យសម្រាប់មនុស្សគ្រប់គ្នានៅព្រឹកថ្ងៃទី27មិថុនានៅសន្តាគារ Intercon រាជធានីភ្នំពេញរដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់លោកជាសុផារ៉ាគ្រាន់តែបានឡើងថ្លែងបើកកម្មវិធីហើយត្រឡប់ទៅវិញដោយមិននៅស្ដាប់ទុកកង្វល់របស់អ្នកសហគមន៍ក្រីក្រនោះទេអគ្គនាយកនៃនាយកដ្ឋានលំនៅឋានរបស់ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់លោកបេងហុងសុជាតិខេមរោជាវាគ្មិនក៏មិនបានឆ្លើយទៅនឹងសំណូមពររបស់តំណាងសហគមន៍ក្រីក្រហើយក៏មិនផ្ដល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មានដែរដោយប្រាប់ឲ្យទៅសួរអ្នកនាំពាក្យក្រសួងដែនដីគឺលោកសេងលូតអាស៊ីសេរីមិនអាចតាក់ទងអ្នកនាំពាក្យក្រសួងដែនដីនគររូបនីយកម្មនិងសំណង់លោកសេងលូតបានទេនៅថ្ងៃទី27មិថុនាដោយលោកមិនទទួលទូរស័ព្ទក្រុមអ្នកមានចំនួនដីធ្លីនៅតាមសហគមន៍ក្នុងក្រុងភ្នំពេញមិនពេញចិត្តដែលមន្ត្រីមិនឆ្លើយនៅសំណួរនិងសំណូមពររបស់ពួកគេទេអ្នកមានចំនួនដីធ្លីនៅសហគមន៍បឹងកក់ស្នើបន្ថែមដោយសួររកដំណោះស្រាយសម្រាប់ដីមានចំនួននៅបឹងកក់អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋានរបស់ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់លោកបេងហុងសុជាតិខេមរោថ្លែងថាពួកលោកនៅខាងក្រសួងមិនបានដឹងអំពីរឿងចំនួននៅបឹងកក់ទេហើយលោកបានបង្វែរឲ្យអ្នកមានចំនួនដីធ្លីទៅរកចម្លើយពីខាងអាជ្ញាធរក្រុងភ្នំពេញពួកខ្ញុំនៅក្រសួងក៏អត់មានបានដឹងរឿងនេះដែរដោយអាជ្ញាធររាជធានីលោកអាចឆ្លើយបានអាជ្ញាធររាជធានីភ្នំពេញកាលពីថ្ងៃទី27មេសាបានប្រកាសបញ្ចប់ការដោះស្រាយបញ្ហាដីធ្លីនៅតំបន់បឹងកក់អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋនៅតំបន់បឹងកក់ចំនួន7គ្រួសារទៅទទួលយកដីដែលអាជ្ញាធរកំណត់ឲ្យតែពលរដ្ឋដែលរស់នៅតំបន់បឹងកក់មិនព្រមទទួលយកដីនោះទេពួកគេថាសាលាក្រុងកាត់ដីឲ្យតិចពេកមិនសមរម្យនឹងដីដែលពួកគេមាន
តំណាងសហគមន៍បឹងកក់អ្នកស្រីបើសោភាប្រាប់ថាការឆ្លើយថាមិនដឹងឬរុញដាក់គ្នាគឺជាលេសរបស់មន្ត្រីក្រសួងដែនដីព្រោះចំនួនដីធ្លីនៅបឹងកក់មិនត្រឹមតែដឹងដល់ក្រសួងឬអ្នកដឹកនាំថ្នាក់ជាតិនោះទេសូម្បីអន្តរជាតិក៏បានដឹងអំពីចំនួនដីធ្លីនៅបឹងកក់ជាមួយសមាជិកព្រឹទ្ធសភាមកពីគណៈបកប្រជាជនកម្ពុជាលោកអុកញ៉ាឡាវមេងខិនដែរឆ្លើយព្រឹកមិញហ្នឹងគឺពួកខ្ញុំមានការអស់សង្ឃឹមមែនទែនដោយសារគាត់ឆ្លើយយករួចខ្លួនអញ្ចឹងគាត់រុញទៅឲ្យសាលារាជធានីភ្នំពេញហើយសាលារាជធានីភ្នំពេញតាំងពីដើមមករហូតដល់ពេលនេះបើសិនជាលោកនាយករដ្ឋមន្ត្រីដោះស្រាយខ្លួនឯងអនុក្រឹត្យចេញតាំងពី2011រហូតមកដល់ពេលនេះប្រហែលជាដោះស្រាយចប់តាំងពី2012ឬ2013មិនសំចៃណាដែលពួកខ្ញុំត្រូវមកជាប់គុកម្នាក់ទៅ2ទៅ3ដងទេទ្រាំតែបានដីនៅសល់ជាង20គ្រួសារហ្នឹងនាយកប្រតិបត្តិអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋានលោកសៀភិរមយល់ថាប្រសិនបើរដ្ឋាភិបាលព្យាយាមប្រឆាំងអំពើពុករលួយនៅថ្នាក់ជាតិជាជាងប្រឆាំងអំពើពុករលួយទៅលើក្រុមអង្គការសង្គមស៊ីវិលនោះរដ្ឋាភិបាលអាចមានលទ្ធភាពធ្វើតាមសំណើរបស់ពលរដ្ឋនៅសហគមន៍ក្រីក្រចំពោះដីធ្លីនៅបឹងកក់លោកសៀភិរមសង្ឃឹមថាអភិបាលក្រុងថ្មីគឺលោកខួងស្រេងនឹងដោះស្រាយបញ្ហានៅបឹងកក់នេះឲ្យអស់ដើម្បីកុំឲ្យមានអ្នកបឹងកក់ចេញតវ៉ាទៅតាមស្ថាប័នជាតិតទៅទៀតក៏តែរដ្ឋាភិបាលនឹងព្យាយាមជួយយ៉ាងណាអាចទៅធ្វើពុករលួយតាំងពីលើរហូតដល់ក្រោមនឹងឲ្យមានប្រសិទ្ធភាពបើទោះជាបែបនេះក្តីអ្នកមានចំនួនដីធ្លីរស់នៅក្នុងសហគមន៍ក្រីក្រក្នុងក្រុងភ្នំពេញមិនសង្ឃឹមថាអភិបាលក្រុងភ្នំពេញដែលនឹងឡើងកាន់តំណែងថ្មីអាចជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់បានទេមិនត្រឹមតែមិនសង្ឃឹមទេក្រុមអ្នកដែលរស់នៅក្នុងសហគមន៍ទាំងនោះថែមទាំងបារម្ភពីសុវត្ថិភាពនៅពេលចេញតវ៉ារឿងដីធ្លីព្រោះពួកគេយល់ថាអភិបាលថ្មីរបស់សាលារាជធានីភ្នំពេញលោកខួងស្រេងអាចបញ្ជាឲ្យកងកម្លាំងប្រើហិង្សាឬសម្លុតពួកគេខ្លាំងជាងអភិបាលក្រុងមុនទៅទៀតខ្ញុំវ៉ាន់វ៉ាន់ដេតអាស៊ីសេរីភ្នំពេញបាទប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផលលោកអេងជាសានអះអាងប្រាប់អាស៊ីសេរីកាលពីថ្ងៃទី27មិថុនាថាកម្ពុជាគ្រោងស្នើជំនួយបច្ចេកទេសនិងថវិកាពីប្រទេសចិនដើម្បីយកមកអភិវឌ្ឍសត្វផ្សោតដែលជាប្រភេទសត្វកំពុងទទួលរងគ្រោះថ្នាក់ជិតផុតពូជលោកអះអាងថាមូលហេតុមានគម្រោងស្នើសុំថវិកានេះដោយសារតែប្រទេសចិនបានហុចដៃដើម្បីផ្ដល់កិច្ចសហប្រតិបត្តិការជាមួយនឹងភាគីកម្ពុជាលើការងារអភិរក្សជលផលទោះជាយ៉ាងណាក៏ដោយមន្ត្រីជលផលរូបនេះបញ្ជាក់ថាភាគីកម្ពុជានៅមិនទាន់ដឹងអំពីទំហំទឹកប្រាក់ដែលខ្លួនត្រូវការពីប្រទេសចិននៅឡើយទេយើងមិនទាន់ដឹងថាប្រមាណនេះដែលកិច្ចសហប្រតិបត្តិការហ្នឹងចាំខាងភាគីចិនសិក្សាមើលតើលទ្ធភាពគេអាចជួយមកកម្ពុជាប្រមាណនោះហើយទំហំការងារហ្នឹងប៉ុណ្ណាបាទតួលេខពីអង្គការមូលនិធិសាកលសម្រាប់អភិវឌ្ឍធនធានធម្មជាតិប្រចាំនៅកម្ពុជាហៅកាត់ថា WWF កម្ពុជាឲ្យដឹងថាពីឆ្នាំ1997ដល់ឆ្នាំ2015សត្វផ្សោតទន្លេមេគង្គរបស់កម្ពុជាបានថយចុះពីចំនួន200ក្បាលមកនៅត្រឹមចំនួន80ក្បាលអង្គការមួយនេះឲ្យដឹងទៀតថាគម្រោងសាងសង់ទំនប់វារីអគ្គិសនីជាបន្តបន្ទាប់នៅតាមដងទន្លេមេគង្គជាពិសេសទំនប់វារីអគ្គិសនីសាយាបុរីនិងទំនប់វារីអគ្គិសនីដនសហុងរបស់ប្រទេសឡាវគឺជាការគំរាមកំហែងដ៏ធំមួយដល់ការរស់នៅរបស់សត្វផ្សោតទាំងនោះបាទលោកនាងជាទីមេត្រីបណ្ដាញប្រសង់ឯករាជ្យនៅខេត្តបាត់ដំបងកំពុងមានការព្រួយបារម្ភអំពីសុវត្ថិភាពនៅក្នុងការបំពេញការងារប្រចាំថ្ងៃក្តីបារម្ភនេះបន្ទាប់ពីព្រះអង្គឃើញមនុស្សប្លែកមុខស្លៀកពាក់ស៊ីវិលជាច្រើនអ្នកឃ្លាំមើលតាមវត្តអារាមជារៀងរាល់ថ្ងៃស្នងការរងនគរបាលខេត្តបាត់ដំបងបញ្ជាក់ថាអ្នកដែលឃ្លាំមើលទាំងនោះពុំមែនជាមន្ត្រីប៉ូលីសឡើយបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកហុំចម្រើនជុំវិញព័ត៌មាននេះបណ្ដាញព្រះសង្ឃឯករាជ្យនៅខេត្តបាត់ដំបងមានធរណីកាថាអ្នកដែលខ្លាំមើលសកម្មភាពព្រះសង្ឃក្នុងវត្តគឺជាសមត្ថកិច្ចខេត្តបាត់ដំបងប្រធានបណ្ដាញព្រះសង្ឃឯករាជ្យខេត្តបាត់ដំបងព្រះរាជគុណលញ្ញសុជាមានធរណីកានៅថ្ងៃទី27មិថុនាថាចាប់តាំងពីប៉ូលីសខត់ព្រះកាយសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យមួយអង្គព្រះនាមហនសុផានីកាលពីថ្ងៃទី21មិថុនាមកមានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលជាច្រើនអ្នកតែងតែឃ្លាំមើលតាមទីវត្តដែលមានសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យគង់នៅជារៀងរាល់ថ្ងៃព្រះរាជគុណមានធរណីកាបន្ថែមថាបញ្ហានេះធ្វើឲ្យព្រះអង្គរួមទាំងសមាជិកដទៃទៀតមានការព្រួយបារម្ភអំពីសុវត្ថិភាពយ៉ាងខ្លាំងនិងបានរារាំងដល់ការងាររបស់ព្រះអង្គ
ហើយជាមួយគ្នាហ្នឹងក៏ធ្វើឲ្យការតវ៉ាតស៊ូមតិតាមរយៈភាពអហិង្សាសកម្មរបស់យើងដើម្បីទាមទារឲ្យមានការដោះលែងដល់ខនសិទ្ធិនេះហ្នឹងក៏កាន់តែមានការរឹតបន្តឹងកាន់តែខ្លាំងទៅដែលធ្វើឲ្យគម្លាតពីយុត្តិធម៌សង្គមសម្រាប់បងហនសិទ្ធិនេះវាឆ្ងាយទៅផង ឆ្លើយតបនឹងបញ្ហានេះស្នងការរងនគរបាលខេត្តបាត់ដំបងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌលោកជាតិវណ្ណីមានប្រសាសន៍ថាមន្ត្រីប៉ូលីសខេត្តបាត់ដំបងពុំបានទៅក្លំមើលសកម្មភាពរបស់ព្រះសង្ឃនៅតាមទីវត្តនោះទេមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត60ខេត្តបាត់ដំបងលោកយិនមិញលីអះអាងថាករណីមានមនុស្សទៅក្លំមើលតាមទីវត្តនេះចាត់ជាការគំរាមកំហែងប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបំពេញការងាររបស់បណ្ដាញព្រះសង្ឃឯករាជ្យធ្វើឲ្យមិនអាចមានសកម្មភាពនៅក្នុងសង្គមបានលោកសង្កត់ធ្ងន់ថាបញ្ហានេះប្រហែលសមត្ថកិច្ចព្រួយបារម្ភខ្លាចព្រះសង្ឃជួបជុំគ្នាដើម្បីតវ៉ាឲ្យដោះលែងសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យមួយអង្គដែលកំពុងឃុំប្រកាយនៅពន្ធនាគារ តាមពិតព្រះអង្គអាចធ្វើអ្វីៗទៅតាមគោលការណ៍របស់ព្រះអង្គពីព្រោះយើងឃើញថាវាអត់មានរឿងអីដែលជារឿងប្រឆាំងនឹងច្បាប់អត់មានរឿងស្អីដែលប្រឆាំងនឹងរដ្ឋាភិបាលឬក៏ជាការចង់ធ្វើបដិវត្តអីទេចឹងយើងមើលឃើញគ្រប់សកម្មភាពរបស់ព្រះអង្គដែលចូលរួមសុទ្ធតែជាសកម្មភាពបំរើផលប្រយោជន៍រួមបំរើផលប្រយោជន៍សង្គមទាំងអស់អញ្ចឹងខ្ញុំយល់ឃើញថាអាជ្ញាធរក្តីសមត្ថកិច្ចក្តីគប្បីតែធ្វើការលើកទឹកចិត្តសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យខេត្តបាត់ដំបងព្រះនាមហនសុផានីគង់នៅវត្តដំរីសក្រុងបាត់ដំបងត្រូវបានតុលាការខេត្តមួយនេះបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបាត់ដំបងកាលពីថ្ងៃទី22មិថុនាក្រោមបទចោទពីករណីគឺពីបទដឹកជញ្ជូននិងកាន់កាប់អាវុធដោយខុសច្បាប់និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋប៉ុន្តែកន្លងមកស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមប្រដេជគុណបុត្របន្ទិញមានថេរដីកាថាតុលាការចាប់ព្រះសង្ឃដោយពុំបានស៊ើបអង្កេតច្បាស់លាស់ទេពីព្រោះកាំភ្លើងដែលព្រះអង្គហនសុផានីបង្ហោះនៅលើបណ្ដាញសង្គម Facebook កាលពីខែមេសាកន្លងទៅគឺជាកាំភ្លើងជ័រសម្រាប់ក្មេងលេងពុំមែនជាអាវុធដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយខ្ញុំបាទហុំចម្រើនអាស៊ីសេរីពីទីក្រុងភ្នំពេញបាទពីខេត្តសៀមរាបឯនោះវិញអ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាត60និងអ្នកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូបានធ្វើដំណើរទៅតំបន់ជើងភ្នំគូលែននៃស្រុកបន្ទាយស្រីកាលពីព្រឹកព្រលឹមថ្ងៃអង្គារទី27ខែមិថុនាដើម្បីពិនិត្យមើលភិនភាគមនុស្សម្នាក់ដែលកំពុងវង្វេងនៅតំបន់ជើងភ្នំគូលែនការពិនិត្យភិនភាគនោះគឺដើម្បីផ្ទៀងផ្ទាត់ថាបរិសុទ្ធនោះជាព្រះសង្ឃខ្មែរកម្ពុជាក្រោមដែលកំពុងតែបាត់ព្រះកាយឬក៏យ៉ាងណាបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកហងសាយុទ្ធជុំវិញព័ត៌មាននេះសមាគមការពារសិទ្ធិមនុស្សអាត់ហុកនិងអង្គការសិទ្ធិមនុស្សលីកាដូខេត្តសៀមរាបបង្ហាញចំហថាគេនៅតែតាមរកព្រះសង្ឃខ្មែរក្រោមមួយអង្គនិងតាអាចារ្យម្នាក់ដែលបាត់ខ្លួនបន្តទៀតបើទោះបីជាពេលនេះមិនមានតម្រុយច្បាស់លាស់ជុំវិញការបាត់ខ្លួននោះក៏ដោយជំហររបស់អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលនេះធ្វើឡើងបន្ទាប់ពីគេបានទទួលបណ្ដឹងពឹងពាក់ពីគ្រួសាររបស់ព្រះសង្ឃកម្ពុជាក្រោមមួយអង្គនោះមកអ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តសៀមរាបគឺលោកស៊ូណារិនលោកមានប្រសាសន៍នៅព្រឹកថ្ងៃអង្គារទី27ខែមិថុនាថាតាំងពីព្រឹកព្រលឹមលោកបានរូតរះទៅកាន់តំបន់ជើងភ្នំគូលែនក្នុងស្រុកបន្ទាយស្រីដើម្បីពិនិត្យមើលមនុស្សម្នាក់ដែលសហគមន៍ប្រជាពលរដ្ឋនៅចំបក់3ដើមបានជួបទំនងជាព្រះសង្ឃដែរហើយវង្វេងនៅក្នុងព្រៃតាមលោកពិនិត្យបុរសវ័យក្មេងដែលវង្វេងនៅតំបន់ភ្នំគូលែននោះឈ្មោះសុកចិត្តត្រាក៏ជាព្រះសង្ឃដែរប៉ុន្តែបាត់ស្បង់ជាពរអស់ហើយប៉ុន្តែមិនមែនជាព្រះសង្ឃកម្ពុជាក្រោមព្រះនាមមាសវិចិត្រដែលកំពុងតែបាត់ប្រកាយជាមួយនឹងតាអាចារ្យម្នាក់ទៀតនោះទេអង្គការអាត60និងសង្គមស៊ីវិលកំពុងតែតាមរកពេញតព្រៃនឹងឯងនៅជើងភ្នំគូលែនក្នុងទឹកដីស្រុកបន្ទាយស្រីហើយយើងមិនគិតថាការបំពេញភារកិច្ចនេះអត់ប្រយោជន៍ទេគឺយើងកំពុងតែស្វែងរកបន្តទៀតយើងកំពុងតែដាក់បណ្ដាញរបស់យើងដើម្បីជួយរកហើយយើងសង្ឃឹមថាមនុស្សនេះមិនទាន់ចេញផុតពីទឹកដីខេត្តសៀមរាបទេចំណែកអ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូលោកម៉ែនគឹមសួរមានប្រសាសន៍ថាកាលពីថ្ងៃទី26ខែមិថុនាលោកបានទៅសួរព័ត៌មានជុំវិញរឿងព្រះសង្ឃកម្ពុជាក្រោមមួយអង្គព្រះនាមមាសវិចិត្រជាមួយនឹងតាអាចារ្យម្នាក់នៅឯប៉ុស្តិ៍នគរបាលសង្កាត់ស្រងាយនៅឯប៉ុស្តិ៍នោះប៉ូលីសបានបង្ហាញរូបថតព្រះសង្ឃខ្មែរក្រោមនិងតាអាចារ្យម្នាក់នោះព្រមទាំងបង្ហាញសម្ភារៈរបស់ព្រះអង្គមួយចំនួនដែលគេថតនៅក្នុងថង់យាមផង
ក៏ប៉ុន្តែក្រោយពីប៉ូលីសប្រើប្រជាការពារឲ្យបញ្ជូនអ្នកទាំងពីរចេញពីប៉ុស្តិ៍ក៏បាត់ដំណឹងសូនឈឹងមិនដឹងនៅទីណាយើងនឹងធ្វើការសហការជាមួយនឹងសមត្ថកិច្ចក្នុងខេត្តសៀមរាបដើម្បីក្រព្រះអង្គហើយមកដល់ថ្ងៃនេះថ្ងៃទី27យើងបានទទួលព័ត៌មានពីបណ្ដាញសហគមន៍ដីធ្លីនៅច្រក3ដើមថាមានព្រះអង្គដែលភូមិវែងដែរហើយយើងក៏បានចុះមកដល់ភូមិសាស្ត្រនៅស្រុកពទាស្រីប៉ុន្តែជាអវិជ្ជមានគឺមិនមែនជាព្រះអង្គឈ្មោះវិចិត្រនោះទេសាច់ញាតិរបស់ព្រះសង្ឃខ្មែរក្រោមនោះឲ្យដឹងថាព្រះសង្ឃព្រះនាមមាសវិចិត្រប្រជជន31ព្រះវស្សានិងតាអាចារ្យឈ្មោះនេះបានបាត់ខ្លួនតាំងពីថ្ងៃទី18ខែមិថុនាលោករស់សេរីដែលជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោនៅភូមិទទាសង្កាត់ក្របីរៀលឲ្យដឹងថាយប់ថ្ងៃទី18ខែមិថុនានោះគឺព្រះសង្ឃនាមមាសវិចិត្រនិងតាអាចារ្យបានទៅលេងផ្ទះរបស់លោកហើយវេលាម៉ោង9យប់ក៏បាននិមន្តត្រឡប់វិញប៉ុន្តែ2ថ្ងៃក្រោយមកលោកបានទទួលព័ត៌មានថាក្រុមប្រជាការពារសង្កាត់ស្រងាយបានចាប់ខ្លួនព្រះសង្ឃព្រមទាំងតាអាចារ្យនោះដោយគេសង្ស័យថាជាជនខិលខូចហើយប្រគល់ទៅឲ្យប៉ូលីសប៉ុស្តិ៍ស្រងាយគេបានឃើញប៉ូលីសបង្ហោះរូបថតព្រះសង្ឃមួយអង្គនិងតាអាចារ្យម្នាក់នោះអាក្រាតកាយដោយស្លៀកការុងហើយដេកអោបគ្នាហាក់ដូចជាមានអ្នកណាវាយធ្វើទារុណកម្មប៉ូលីសប៉ុស្តិ៍ស្រងាយបានឆ្លើយប្រាប់ក្រុមអង្គការសិទ្ធិមនុស្សថាពេលដែលប៉ូលីសរកមិនឃើញកំហុសរបស់ព្រះសង្ឃនិងតាអាចារ្យនោះគេក៏បញ្ជាឲ្យប្រជាការពារបើកម៉ូតូ3គ្រឿងដឹកអ្នកទាំងពីរទៅរកបេនឡានក្នុងក្រុងសៀមរាបដើម្បីឲ្យជិះត្រឡប់ទៅលំនៅវិញប៉ុន្តែនៅពេលធ្វើដំណើរដល់ជិតផ្ទះអង្គការមេត្តាករុណាអ្នកទាំងពីរក៏ចុះពីលើម៉ូតូហើយរត់គេចខ្លួនបាត់រហូតមកដល់ពេលនេះស្នងការនគរបាលខេត្តសៀមរាបលោកហ៊ូវ៉ានីនៅមិនទាន់ដឹងថាមានករណីបាត់ព្រះសង្ឃកម្ពុជាក្រោមមួយអង្គនិងតាអាចារ្យម្នាក់នៅក្នុងទឹកដីខេត្តនេះទេដោយលោកឆ្លើយបដិសេធថាមិនមានការបាត់ខ្លួនព្រះសង្ឃកម្ពុជាក្រោមនិងតាអាចារ្យនោះឡើយខ្ញុំថងសាវយុទ្ធអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបបាទលោកនាងជាទីមេត្រីតកតទៅនឹងបញ្ហាពលករចំណាក់ស្រុកវិញស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃកំពុងតែស្វែងរកមេធាវីស្ម័គ្រចិត្តជួយការពារក្តីដល់ពលករខ្មែរចំនួន7នាក់ដែលត្រូវបានឃាត់ខ្លួនពីបទចូលធ្វើការជាកម្មករសំណង់ដោយពុំមានបានអនុញ្ញាតការងារកាលពីដើមខែមិថុនាអ្នកទាំង7នាក់នោះមានដើមកំណើតនៅក្នុងស្រុកឯកភ្នំខេត្តបាត់ដំបងបច្ចុប្បន្នពួកគេកំពុងតែជាប់ឃុំនៅក្នុងពន្ធនាគារក្នុងខេត្តប្រាជិនបុរីសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរចេញកាលពីថ្ងៃអង្គារឲ្យដឹងថាស្ថានអគ្គកុងស៊ុលខ្មែរកំពុងតែសហការជាមួយនឹងថៅកែថៃដើម្បីរកវិធីធានាពលករខ្មែរទាំងនោះឲ្យនៅក្រៅឃុំបណ្ដោះអាសន្នបាទលោកនាងកញ្ញាជាទីមេត្រីលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដល់ខ្ញុំបាទសេកបណ្ឌិតពីរដ្ឋធានី Washington ជាបន្តទៅទៀតនេះសូមអញ្ជើញអស់លោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៃកម្មវិធីផ្សាយរបស់យើងខ្ញុំនាពេលបន្តិចទៀតនេះបាទលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពិស្ដារផ្ដោតអំពីប្រវត្តិគណៈបកប្រជាជនកម្ពុជានៅtrongកម្មវិធីលោកនាងនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំជាបន្តទៀតដោយមេត្រីសេចក្តីរាយការណ៍ពិស្ដារបាទលោកនាងជាទីមេត្រីថ្ងៃទី28មិថុនាឆ្នាំ1951ដល់ថ្ងៃទី28មិថុនាឆ្នាំ2017គឺជាខួបលើកទី66ឆ្នាំនៃថ្ងៃបង្កើតគណបកប្រជាជនកម្ពុជាតើគណបកប្រជាជនកម្ពុជាដែលកាន់អំណាចតាំងពីថ្ងៃទី7មករាឆ្នាំ1979មកនោះមានប្រវត្តិបែបណាសូមលោកនាងស្ដាប់ការរៀបរាប់របស់លោកយាងសុជីមេតាដូចតទៅរៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃទី28មិថុនាគណៈបកប្រជាជនកម្ពុជាតែងធ្វើពិធីមីតទិញជួបជុំថ្នាក់ដឹកនាំនិងសមាជិករបស់ខ្លួនដើម្បីរំលឹកខួបអនុស្សាវរីយ៍នៃការបង្កើតគណៈបក
គណៈបកប្រជាជនកម្ពុជាដែលមានឈ្មោះដើមថាបកប្រជាជនបដិវត្តន៍ខ្មែរត្រូវបានបង្កើតឡើងដោយលោកស៊ិនងុកមីងហើយអាចារ្យមាននៅឆ្នាំ1951លោកស៊ិនងុកមីងដែលមានឈ្មោះជាភាសាវៀតណាមថា Pham Yang Hua និងដែលមានឪពុកជាខ្មែរក្រោមនិងម្ដាយជាជនជាតិវៀតណាមនៅខេត្តព្រះត្រពាំងកម្ពុជាក្រោមគឺជាអតីតសមាជិកបកកុម្មុយនីសឥណ្ឌូចិនដែលត្រូវបានបង្កើតឡើងដោយលោកហូជីមិញតាំងពីឆ្នាំ1930បកប្រជាជនបដិវត្តន៍ខ្មែរដែលបង្កើតឡើងដោយមានការជួយជ្រោមជ្រែងពីយួនកុម្មុយនីសវៀតមិញគឺមានគោលបំណងបណ្ដេញអាណានិគមនិយមបារាំងចេញឲ្យអស់ពីភូមិភាគឥណ្ឌូចិនទាំងមូលចលនានេះបានធ្វើការតស៊ូជារបៀបទ័ពព្រៃប្រឆាំងបារាំងរហូតដល់ឆ្នាំ1954បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវនៅខែកក្កដាឆ្នាំ1954ដែលជាសន្ធិសញ្ញាបញ្ចប់ជាផ្លូវការនៅអាណានិគមរបស់បារាំងនៅភូមិភាគឥណ្ឌូចិនសមាជិកបកប្រជាជនបដិវត្តន៍ខ្មែរក៏បានបែកចេញជា3ក្រុមក្រុមទី1ដឹកនាំដោយលោកស៊ិនងុកមីងហើយដែលមានយុទ្ធជនប្រមាណ 2500 នាក់ផ្សេងទៀតក្នុងនោះក៏មានលោកប៉ែនសវណ្ណផងដែរត្រូវបានគេបញ្ជូនទៅកាន់ទីក្រុងហាណូយប្រទេសវៀតណាមដើម្បីធ្វើការបណ្ដុះបណ្ដាលផ្នែកនយោបាយក្រុមទី2ដឹកនាំដោយលោកទូសមុទ្រលោកនួនជានិងលោកសោភឹមជាដើមនៅធ្វើចលនានៅក្នុងប្រទេសកម្ពុជាបន្តទៀតដោយដេកក្រោមស្លាកបកប្រជាជនបដិវត្តន៍ខ្មែរដដែលចំណែកក្រុមមួយទៀតដែលជាក្រុមទី3បានប្រមូលផ្ដុំគ្នាបង្កើតជាគណៈបកនយោបាយស្របច្បាប់មួយឈ្មោះថាគណៈបកប្រជាជនដើម្បីចូលរួមប្រគល់ប្រជែងនៅក្នុងការបោះឆ្នោតនៅឆ្នាំ1955ទោះជាយ៉ាងណាគណៈបកប្រជាជនមិនអាចប្រជែងជាមួយចលនាសង្គមរាស្ត្រនិយមរបស់សម្ដេចព្រះនរោត្តមសីហនុដែលជាចលនាធំនិងមានការគាំទ្រខ្លាំងពីពលរដ្ឋនោះទេទោះជាបែបនេះក្តីសម្ដេចនរោត្តមសីហនុក៏មិនបានមើលស្រាលចំពោះចលនារបស់ពួកកុម្មុយនីសនេះដែរហើយព្រះអង្គនៅតែចាត់ទុកក្រុមនេះថាអាចធ្វើឲ្យប៉ះពាល់ដល់អំណាចរបស់ព្រះអង្គដដែលអាស្រ័យហេតុនេះហើយទើបនៅក្រោយការបោះឆ្នោតឆ្នាំ1955ក៏នគរបាលរបស់សម្ដេចសីហនុមិនបានធ្វើឲ្យចលនាខ្មែរកុម្មុយនីសនៅកម្ពុជាបាននៅសុខស្រួលនោះទេទោះជាបែបនេះក្តីចលនាខ្មែរកុម្មុយនីសមួយនេះនៅតែអាចលបលាក់ធ្វើសកម្មភាពនយោបាយបានដដែលជាក់ស្ដែងនៅខែកញ្ញាឆ្នាំ1960ក្រោមការដឹកនាំរបស់លោកទូសមុទ្របកប្រជាជនបដិវត្តន៍ខ្មែរបានប្រមូលផ្ដុំគ្នាធ្វើមហាសន្និបាតបកលើកទី2នៅក្នុងទូរទស្សន៍ភ្លើងមួយនាស្ថានីយ៍រថភ្លើងក្នុងរាជធានីភ្នំពេញគឺនៅពេលនោះហើយដែលបកប្រជាជនបដិវត្តន៍ខ្មែរបានបដូរឈ្មោះទៅជាបកពលករកម្ពុជាដែលមានលោកទូសមុទ្រជាលេខាបកប៉ុន្តែក្រោយមកលោកទូសមុទ្រឬអាចារ្យសុកដែលមានស្រុកកំណើតនៅកម្ពុជាក្រោមនោះត្រូវបានគេធ្វើឃាតដោយអាថ៌កំបាំងនៅឆ្នាំ1962នៅក្នុងវត្តស្ទឹងមានជ័យនារាជធានីភ្នំពេញមរណភាពរបស់លោកទូសមុទ្រត្រូវបានគេសង្ស័យថាប៉ុលពតជាអ្នកប្រព្រឹត្តដើម្បីដណ្ដើមតួនាទីជាលេខាបករបស់លោកទោះជាបែបនេះក្តីប៉ុលពតបានច្រានចោលចំពោះការចាប់ប្រកាន់នេះហើយថាលោកទូសមុទ្រត្រូវបានកម្លាំងនគរបាលរបស់លោកលន់នល់ដែលជាកូនចៅរបស់សម្ដេចសីហនុចាប់ខ្លួនបានហើយសម្លាប់ចោលក្រោយពីលោកទូសមុទ្រត្រូវបានគេសម្លាប់បកពលករកម្ពុជាបានធ្វើមហាសន្និបាតបកនៅខែកុម្ភៈឆ្នាំ1963ដែលពេលនោះលោកសាឡុតសឬប៉ុលពតត្រូវបានមហាសន្និបាតតែងតាំងឲ្យធ្វើជាអគ្គលេខាធិការបកពលករកម្ពុជាដែលពេលខ្លះរត់ទៅពឹងវៀតណាមពេលខ្លះរត់ទៅពឹងចិនបានបន្តធ្វើការតស៊ូប្រឆាំងនឹងរបបដឹកនាំរបស់សម្ដេចសីហនុជាហូរហែហើយនៅខែកញ្ញាឆ្នាំ1966បន្ទាប់ពីត្រឡប់មកពីទីក្រុងហាណូយប៉ុលពតក៏បានបើកកិច្ចប្រជុំមួយគឺនៅក្នុងកិច្ចប្រជុំនោះហើយដែលមេដឹកនាំខ្មែរកុម្មុយនីសបានបដូរឈ្មោះបករបស់ខ្លួនពីបកពលករកម្ពុជាទៅជាបកកុម្មុយនីសកម្ពុជាលុះសម្ដេចព្រះនរោត្តមសីហនុត្រូវបានលោកសេនាប្រមុខលន់នល់និងបកពួកធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនៅខែមីនាឆ្នាំ1970កម្លាំងរបស់ខ្មែរក្រហមបានកើនឡើងជាលំដាប់បន្ទាប់ពីសម្ដេចព្រះនរោត្តមសីហនុទ្រង់ប្រកាសបង្កើតអាណត្តិសេរីរួមរួមជាតិកម្ពុជានិងបានអំពាវនាវឲ្យពលរដ្ឋខ្មែរងើបឡើងតស៊ូប្រឆាំងនឹងរបបដឹកនាំរបស់លោកសេនាប្រមុខលន់នល់យ៉ាងនេះក្តីក្រោយពីទទួលបានជ័យជំនះលើរដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់នល់នៅខែមេសាឆ្នាំ1975ខ្មែរក្រហមមិនបានប្រគល់អំណាចថ្វាយសម្ដេចសីហនុឡើយក្រៅតែពីបានតែងតាំងព្រះអង្គឲ្យធ្វើជាព្រះប្រមុខរដ្ឋដែលគ្មានអំណាចអ្វីបន្តិចសោះនោះតួនាទីដែលក្រោយមកត្រូវបានសម្ដេចព្រះនរោត្តមសីហនុបោះបង់ចោលបកកុម្មុយនីសកម្ពុជារបស់ខ្មែរក្រហមបានគ្រប់គ្រងប្រទេសកម្ពុជាតាំងពីពេលនោះរហូតដល់ថ្ងៃទី7មករាឆ្នាំ1979នៅពេលដែលវៀតណាមលើកទ័ពចូលឈ្លានពានកម្ពុជារួចលើកបន្ទប់រដ្ឋាភិបាលថ្មីសមាជិកនៅក្នុងជួររដ្ឋាភិបាលថ្មីនោះរួមមានទាំងក្រុមខ្មែរកុម្មុយនីសដែលបានទៅកាន់ប្រទេសវៀតណាមតាំងពីឆ្នាំ1954
និងអតីតកម្មាភិបាលខ្មែរក្រហមដែលរត់ទៅប្រទេសវៀតណាមនៅឆ្នាំ1977និងឆ្នាំ1978ដើម្បីគេចពីការតាមសម្លាប់របស់ពួកខ្មែរក្រហមនិងដើម្បីទៅពឹងវៀតណាមឲ្យមកផ្ដួលរំលំខ្មែរក្រហមដែលក្នុងនោះរួមមានដូចជាលោកហ៊ុនសែនលោកជាស៊ីមនិងលោកហេងសំរិនជាដើមគឺអ្នកទាំងអស់នេះហើយដែលបានរួមគ្នាបង្កើតចលនារណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី2ខែធ្នូឆ្នាំ1978ក្រោមការគាំទ្ររបស់វៀតណាមទោះជាយ៉ាងណាក៏ដោយពីថ្ងៃមុនពេលកងទ័ពវៀតណាមចូលកាន់កាប់ទីក្រុងភ្នំពេញរណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាបានឆ្លៀតធ្វើមហាសន្និបាតបកមួយទៀតដើម្បីរៀបចំស្ដារនិងកសាងនៅរចនាសម្ព័ន្ធដឹកនាំបកប្រជាជនបដិវត្តខ្មែរឡើងវិញមហាសន្និបាតបកនេះត្រូវបានថ្នាក់ដឹកនាំរណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលនៅពេលនោះមានលោកប៉ែនសវណ្ណលោកជាស៊ីមលោកហេងសំរិននិងលោកហ៊ុនសែនជាដើមចាត់ទុកថាជាមហាសន្និបាតបកលើកទី3របស់បកប្រជាជនបដិវត្តខ្មែរដែលនេះបញ្ជាក់ឲ្យឃើញថាពួកគេមិនទទួលស្គាល់មហាសន្និបាតបកធ្វើឡើងដោយបកពលករកម្ពុជាឬបកកុម្មុយនីសកម្ពុជារបស់ពួកខ្មែរក្រហមនៅឆ្នាំ1963ឆ្នាំ1966ឬឆ្នាំ1975នោះឡើយបើទោះជាពួកខ្មែរក្រហមមានប្រភពដើមចេញពីបកប្រជាជនបដិវត្តខ្មែរក៏ដោយឈ្មោះបកប្រជាជនបដិវត្តខ្មែរត្រូវបានគេប្រើប្រាស់ឡើងវិញតាំងពីខែមករាឆ្នាំ1979នោះមករហូតដល់ឆ្នាំ1991នៅពេលដែលឈ្មោះនេះត្រូវបានគេបដូរទៅជាគណៈបកប្រជាជនកម្ពុជាហើយដែលត្រូវបានគេស្គាល់រហូតមកទល់ពេលបច្ចុប្បន្នបើនិយាយពីការដឹកនាំបកចាប់តាំងពីឆ្នាំ1979វិញលោកប៉ែនសវណ្ណត្រូវបានគណៈបកជ្រើសតាំងជាអគ្គលេខាធិការបករហូតដល់ពេលលោកត្រូវបានវៀតណាមចាប់ខ្លួននៅឆ្នាំ1981លោកហេងសំរិនដឹកនាំបន្តពីឆ្នាំ1981ដល់ឆ្នាំ1991លោកជាស៊ីមពីឆ្នាំ1991រហូតដល់ពេលលោកទទួលមរណភាពនៅថ្ងៃទី8ខែមិថុនាឆ្នាំ2015និងលោកហ៊ុនសែនបានទទួលតំណែងជាប្រធានបកនេះនៅថ្ងៃទី20មិថុនាឆ្នាំ2015រហូតមកទល់ពេលបច្ចុប្បន្នបើទោះជាឋានៈដឹកនាំគណៈបកប្រជាជនកម្ពុជាបច្ចុប្បន្នព្យាយាមបង្ហាញថាខ្លួនមិនមានជាប់តាក់ទងជាមួយពួកខ្មែរក្រហមក៏ដោយក៏ប៉ុន្តែអ្នកណាក៏ដឹងដែរថាទាំងលោកហ៊ុនសែនលោកហេងសំរិននិងមន្ត្រីជាន់ខ្ពស់ជាច្រើនផ្សេងទៀតរបស់គណៈបកនេះសុទ្ធតែជាអតីតកម្មាភិបាលខ្មែរក្រហមដែលស្ថិតក្រោមការដឹកនាំរបស់បកកុម្មុយនីសកម្ពុជារបស់ប៉ុលពតមួយវិញទៀតបើទោះជាថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាបច្ចុប្បន្នតែងចោទប្រកាន់ពួកខ្មែរក្រហមថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅកម្ពុជាហើយតែងអួតថាគឺមានតែក្រុមខ្លួនដែលជាអ្នករំដោះពលរដ្ឋខ្មែរចេញពីក្រញាំកាប់សម្លាប់របស់ពួកខ្មែរក្រហមក្តីប៉ុន្តែអ្វីដែលគេមិនអាចប្រកែកបាននោះគឺទាំងបកពលករកម្ពុជាទាំងបកកុម្មុយនីសកម្ពុជារបស់ពួកខ្មែរក្រហមនិងទាំងគណៈបកប្រជាជនកម្ពុជាបច្ចុប្បន្នសុទ្ធតែមានប្រភពដើមមកពីបកប្រជាជនបដិវត្តខ្មែរតែមួយដូចគ្នាខ្ញុំយាសុជាមេតាអាស៊ីសេរីភ្នំពេញជាទីមេត្រីប្រសិនបើលោកនាងចង់ទស្សនាវីដេអូនិងសេចក្តីរាយការណ៍ព្រមទាំងនីតិផ្សេងៗនៃកម្មវិធីផ្សាយរបស់យើងខ្ញុំសូមលោកនាងចូលទៅកាន់គេហទំព័ររបស់វិទ្យុអាស៊ីសេរី www.rfa.org/ ខ្មែរនិង YouTube www.youtube.com/rfa ខ្មែរវីដេអូឬតាមបណ្ដាញសង្គម Facebook ដែលមានអាស័យដ្ឋាន facebook.com/rfa cambodia បាទសូមអរគុណជាបន្តទៅទៀតនេះខ្ញុំបាទសេកបណ្ឌិតសូមជូនព័ត៌មានបញ្ចប់គណៈកម្មាធិការជ្រៀបចំការបោះឆ្នោតហៅថាកោជបសម្ដែងការសោកស្ដាយចំពោះការវាយតម្លៃអវិជ្ជមានមួយចំនួនអំពីដំណើរការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4កន្លងមកនេះសេចក្តីថ្លែងការណ៍របស់កោជបផ្សាយកាលពីថ្ងៃទី27ខែមិថុនាម្សិលមិញបញ្ជាក់ថាការវិតម្លៃទាំងនោះគ្មានព្រឹត្តិការណ៍ជាក់ស្ដែងមកឆ្លុះបញ្ចាំងការពិតមកលើទិដ្ឋភាពបច្ចេកទេសដែលបានបញ្ញត្តិនៅក្នុងច្បាប់បោះឆ្នោតនិងបទបញ្ជាព្រមទាំងនីតិវិធីរបស់កោជបដែលអាចធ្វើឲ្យសាធារណជនយល់ច្រឡំទៅលើដំណើរការនិងលទ្ធផលនៃការបោះឆ្នោតកោជបលើកឡើងថាអ្នកបោះឆ្នោតចំនួនជាង 90% បានចេញទៅបោះឆ្នោតប្រកបដោយទឹកមុខរីករាយគ្មានការបំផិតបំភ័យនិងគ្មានការភ័យខ្លាច
សេចក្តីថ្លែងការណ៍បន្តថាបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី4ខែមិថុនាបានបញ្ចប់មតិជាតិនិងអន្តរជាតិបានវិតម្លៃថាការបោះឆ្នោតប្រព្រឹត្តទៅដោយរលូនសុខសន្តិភាពនិងមានភាពល្អប្រសើរជាងការបោះឆ្នោតមុនគោចបក៏ដូចជាមតិជាតិនិងអន្តរជាតិយល់ឃើញស្របគ្នាថាគ្មានការបោះឆ្នោតណាមួយដែលរៀបចំឡើងដោយបានល្អឥតខ្ចោះ 100% នោះទេបើទោះបីជាក្នុងប្រទេសអភិវឌ្ឍក៏ដោយប្រតិកម្មរបស់គោចបធ្វើឡើងបន្ទាប់ពីបន្ទប់ស្ថានភាពបោះឆ្នោតដែលជាបណ្ដុំនៃអង្គការសង្គមស៊ីវិលជាង40ស្ថាប័នបានចេញរបាយការណ៍វិតម្លៃតាក់ទងទៅនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថាមិនមានលក្ខណៈសេរីខ្វះយុត្តិធម៌និងរដ្ឋបិទសេរីភាពចំណែកគណៈបកសង្គ្រោះជាតិវិញក៏បានចេញសេចក្តីថ្លែងការណ៍ដែរថាការបោះឆ្នោតឃុំសង្កាត់នេះមិនបានបំពេញលក្ខខណ្ឌពេញលេញតាមគោលការណ៍នៃការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌នៅឡើយទេបើទោះបីជាគណៈបកប្រឆាំងទទួលស្គាល់ថាការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតការចុះឈ្មោះនិងការចុះបញ្ជីបេក្ខជនមានលក្ខណៈល្អប្រសើរនិងមានភាពវិជ្ជមានជាងមុនក៏ដោយរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ2017របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកចេញផ្សាយកាលពីថ្ងៃទី27ម្សិលមិញរកឃើញថារដ្ឋាភិបាលកម្ពុជានៅមិនទាន់គោរពបានពេញលេញតាមបទដ្ឋានអបបរមាដើម្បីលុបបំបាត់អំពើជួញដូរមនុស្សនៅឡើយទេរបាយការណ៍នេះបន្តរក្សាដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាក្នុងទី2ដដែលពលគឺដូចគ្នាកាលពីឆ្នាំ2016កន្លងទៅបញ្ហាចម្បងមួយចំនួនដែលរដ្ឋាភិបាលកម្ពុជានៅមិនទាន់បានបំពេញតាមបទដ្ឋានអបបរមារួមមានរដ្ឋាភិបាលខកខានមិនបានស៊ើបអង្កេតផ្ដន្ទាទោសឬកាត់ទោសមន្ត្រីសមគំនិតរបស់ខ្លួនដែលបានប្រព្រឹត្តអំពើពុករលួយនិងរួមចំណែកឲ្យមានអំពើជួញដូរមនុស្សនៅក្នុងវិស័យជាច្រើនជាពិសេសនៅក្នុងចំណោមក្រុមប្រជារាស្ត្រងាយរងគ្រោះបន្ថែមពីលើនេះទៀតតុលាការកម្ពុជានៅតែបន្តបិទបញ្ចប់សំណុំរឿងនានាពាក់ព័ន្ធនឹងអំពើជួញដូរភេទក្រោយពីមានការដោះស្រាយជាលុយកាក់ជំនួសឲ្យការកាត់ទោសដាក់ពន្ធនាគាររបាយការណ៍ក៏បានគូបញ្ជាក់ផងដែរថារដ្ឋាភិបាលនៅមិនទាន់បានចេញគោលការណ៍ណែនាំអនុញ្ញាតឲ្យប្រើប្រាស់បច្ចេកទេសស៊ើបអង្កេតសម្ងាត់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅឡើយបាទលោកនាងកញ្ញាជាទីមេត្រីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលើកឡើងថាសំណើរបស់វៀតណាមដែលស្នើឲ្យកម្ពុជាកុំឲ្យក្រុមអមិត្តឬអ្នកទី3ប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងនឹងវៀតណាមនោះគឺជាសិទ្ធិរបស់វៀតណាមចំណែកអ្នកតាមដានព្រឹត្តិការណ៍នយោបាយយល់ថាកម្ពុជាគួរប្រកាន់ជំហរច្បាស់លាស់នៅក្នុងការឆ្លើយតបទៅវៀតណាមដើម្បីបញ្ជាក់ថាកម្ពុជាជារដ្ឋឯករាជ្យនិងមានកិច្ចសហប្រតិបត្តិការល្អជាមួយនឹងប្រទេសជិតខាងលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរនៅពេលនេះចាប់តែប៉ុណ្ណេះយើងខ្ញុំសូមគោរពជូនពរដល់អស់លោកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកុំបីឃ្លៀងឃ្លាតឡើយខ្ញុំបាទហេងសកលនិងខ្ញុំបាទសេកបណ្ឌិតព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាបាទសូមជម្រាបលា